ប្តីអ្នកណាគេនេះប្តីអ្នកណាគេខ្លះឬក៏សង្សារអ្នកណាគេកូនចៅអ្នកណាលោកអើយខ្ញុំមិនដឹងថាត្រូវសើចឬត្រូវអាណិតទេនេះបងប្អូនជួយគិតមើលពួកគាត់ទៅផឹកស៊ីនៅហាងការ៉ាអូខេត្រង់រឿងយកស្រីដែរអត់យកស្រីអោបគៀកកើដែរអត់យើងអត់ដឹងទេណាចាក៏ប៉ុន្តែនៅពេលដែលផឹកស៊ីនឹងដល់ម៉ោងគិតលុយស្រាប់ពួកម៉ាក់នោះរត់កិច្ចខ្លួនទៅចាទៅហ្នឹងគឺទៅគ្នា5នាក់ចិត្តដល់ម៉ោងគិតលុយស្រាប់តែ3នាក់ប្រមូលគ្នាដាក់មេប្រូចរត់ចោលពួកម៉ាក់បាត់ចង់ស្អីអត់លុយដែរមិនដឹងមិនកិច្ចនោះចាប្រមូលគ្នាទៅផឹកលក្ខណៈធ្វើស៊ីគ្នាអញ្ចឹងណាដល់ពេលហើយមានអីសល់2នាក់សើតែអ្នកដែលអត់មានប្រាក់គ្រប់គ្រាន់ព្រោះអស់ច្រើនដែរចាមិនដឹងជាអីខ្លះទេគិតប្រាក់ទៅអស់ជាង$100មួយយប់ចាមានអីតកែហាងថតចុះព័ត៌មានព្រាតគេខាត់មានឲ្យទៅផ្ទះណាកុំថានៅហាងគេមួយថ្ងៃជួយលាងចានគេវាអត់រួចលាងចានធ្វើការងារឲ្យគេមួយយប់មួយថ្ងៃអីហ្នឹងវាអត់រួចទេ100ជាងនោះអើយដល់កហើយចារឿងនេះរឿងពិតណាកើតនៅរាជធានីភ្នំពេញគឺមានបរិស5នាក់បានចូលទៅផឹកស៊ីច្រៀងការ៉ាអូខេជាមួយគ្នាតាំងពីប្រលប់រហូតដល់វេលារំលងអាត្រៀតក្រោយពីផឹកស៊ីឆ្អែតនិងច្រៀងសប្បាយអស់ចិត្តទៅឈប់ខណៈនោះម្ចាស់ហាងបានគិតប្រាក់អស់ជាង$100បងប្អូនចាដល់ពេលយកវិក័យប័ត្រគិតលុយមកស្រាប់តែចានៅសល់តែ2នាក់ហ្នឹងគាត់ថាគាត់រៃលុយគ្នាទៅវាអត់មានលុយគ្រប់ឲ្យម្ចាស់ហាងណាម្ចាស់ហាងក៏ខាត់ខ្លួនទៅចាគាត់ថាអត់ឲ្យទៅណាទេតើរបៀបថាមានលុយឲ្យគាត់បានគាត់ឲ្យទៅផ្ទះដល់ពេលគាត់របៀបថាធ្វើម៉េចក៏គ្មានលុយគ្រប់ឲ្យគេរបៀបថាតាក់តងអ្នកដែលមកជាមួយគ្នា3នាក់ដែលគេរត់ចោលហ្នឹងក៏មិនបានដល់ពេលអញ្ចឹងធ្វើម៉េចមានតែម្ចាស់ហាងហៅឲ្យខាងនគរបាលមកជួយអន្តរាគមន៍សម្របសម្រួលចាព្រោះ$100ជាងណាបងប្អូនណាសម័យលើពិបាករកភ្ញៀវដែរមុំបានភ្ញៀវចូលមកតុកងាយណាការ៉ាអូខេ KTV អីបិទទ្វារអស់មកកណោហើយអ្នកដែលគាត់នៅឈរជើងឈរហ្នឹងអ្នកខ្លះរលុយបងថ្លៃភ្លើងការ៉ាអូខេ KTV គាត់ហាងរបស់គាត់មិនចង់បានផងត្រូវយល់វិបត្តិអ្នករស់ស៊ីដល់ពេលប៉ះចំភ្ញៀវមកគោគាត់អញ្ចឹងទៀតអត់មានរស់ស៊ីផឹកចពាក់ដូចតាមភូមិតាមស្រុកអីផឹកចពាក់បានទេចាអញ្ចឹងហេតុការណ៍នេះគឺបានកើតឡើងហើយនឹងបង្កការភ្ញាក់ផ្អើលហ្នឹងគឺកាលពីវេលាម៉ោង2រំលងអាត្រៀតឈានចូលថ្ងៃទី12ខែឧសភាឆ្នាំ2025នៅហាងការ៉ាអូខេយីហោ KTV ការ៉េ7ស្ថិតនៅចាតាមផ្លូវលេខ217សង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញអញ្ចឹងម្ចាស់ហាងគាត់ប្រាប់ថាទឹកប្រាក់ដែលគាត់ផឹកស៊ីសប្បាយច្រៀងការ៉ាអូខេអស់តាំងពីនិយាយទៅចូលតាំងពីក្បាលប្រលប់ដល់ទៀបភ្លឺគឺអស់$135